សត្វកម្រទាំង15ប្រភេទដែលជិតផុតពូជពីផែនដីខាងក្រោមនេះគឺជាសត្វកម្រប្រភេទជិតផុតពូជពីភពផែនដីចំនួន15ប្រភេទដែលក្រសួងបរិស្ថានបានអះអាងថាពួកវាកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយត្រូវបានចុះបញ្ជីក្រហម IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតចង់ដឹងថាមានប្រភេទសត្វណាខ្លះតោះយើងអញ្ជើញទៅតាមបានទស្សនាទាំងអស់គ្នាទី1សត្វទន្សោងនៅកម្ពុជាសត្វកម្រនេះមានប្រមាណជាង 1,500 ក្បាលដោយឡែកបើផ្អែកតាមទិន្នន័យរបស់អង្គការ IUCN វិញចំនួនសត្វទន្សោងបានគេប៉ាន់ស្មានថានៅសល់ប្រមាណ 4,000 ក្បាលនៅលើពិភពលោកតាមការសិក្សាមួយចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពី3ទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែងសត្វទន្សោងត្រូវបានគេកត់សម្គាល់ក្នុងបញ្ជីក្រហមអង្គការ IUCN ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោកសត្វទន្សោងគេឃើញរស់នៅរេប៉ាយស្ទើរគ្រប់ទីកន្លែងដូចជាតំបន់ភូមិភាគឦសាននិរតីនិងភាគខាងជើងនៃប្រទេសកម្ពុជាវាមានផងដែរនៅភូមាឡាវម៉ាឡេស៊ីវៀតណាមថៃនិងប្រទេសមួយចំនួនដែលធ្លាប់ពួកវារស់នៅក៏ស្ទើរតែជិតផុតពូជទៅហើយទី2សត្វខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាខ្លារខិនត្រូវបានគេដឹងឮថាវាជាសត្វជាង4ដែលរត់លឿននៅលើដីជាងគេបំផុតនៅក្នុងលោកសត្វខ្លារខិនត្រូវបានគេចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតហើយវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅក្នុងតំបន់អាស៊ីប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោកទី3សត្វខ្លាពពួកនេះក៏ស្ថិតនៅក្រោមជិតផុតពូជនិងចុះបញ្ជីក្នុងឧបសម្ព័ន្ធសាយទេសខ្លាពពួកត្រូវបានចុះបញ្ជីក្នុងក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោកបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនិងរូបភាពទទួលពីម៉ាស៊ីនថតស្វ័យប្រវត្តិសត្វខ្លាពពួកត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតែមិនទាន់មានស្ថិតិថាខ្លាពពួកមានចំនួនប្រមាណនៅឡើយទេខ្លាពួកចូលចិត្តរស់នៅក្នុងព្រៃស្រោងព្រៃពាក់កណ្ដាលស្រោងនិងព្រៃចម្រុះទី4សត្វរមាំងស៊ីវ៉ូសៃមែននៅកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលធ្លាប់មានរមាំងសត្វស៊ីវ៉ូសៃមែនជាច្រើនកាលពីមុនតែប្រភេទសត្វនេះត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែការគំរាមកំហែងផ្សេងៗដូចជាការបរបាញ់ដាក់អន្ទាក់បច្ចុប្បន្ននេះមិនមានទិន្នន័យច្បាស់លាស់ទេថាមានសត្វរមាំងប៉ុន្មានឡើយតែសត្វរមាំងត្រូវបានគេជឿថានៅតែមាននៅក្នុងប្រទេសកម្ពុជានិងឡាវតែប៉ុណ្ណោះចំណែកប្រទេសចិនប្រទេសថៃនិងវៀតណាមត្រូវបានគេជឿថាបានផុតពូជពីធម្មជាតិបាត់ទៅហើយយោងតាមទិន្នន័យដែលផ្សព្វផ្សាយដោយអង្គការIUCN ផ្សាយនៅឆ្នាំ2015រមាំងនៅប្រទេសកម្ពុជាមានចំនួនតិចជាង700ក្បាលតែប៉ុណ្ណោះដែលកំពុងរស់នៅក្នុងតំបន់ការពារព្រៃធម្មជាតិរបស់កម្ពុជាទី5ស្វាអង្កតស្ថិតនៅក្នុងប្រភេទសត្វមានដោយកម្រហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះលើពិភពលោកមានទិន្នន័យមិនច្បាស់លាស់ពីចំនួននៃសត្វស្វាអង្កតនៅលើពិភពលោកនោះទេហើយនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា
ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយតែបើតាមការសិក្សានៅក្នុងដែនជំរកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីដែលតែមួយបង្ហាញថាមានវត្តមានស្វាអង្កត់ចំនួន56ក្រុមប្រមាណ140ក្បាលវត្តមានរបស់វាតិចតួចនៅខាងលិចទន្លេមេគង្គនិងមានវត្តមានមធ្យមនៅខាងកើតនៃទន្លេមេគង្គនៅប្រទេសកម្ពុជាទី6សត្វស្វាក្តាមសត្វកម្រនេះគឺជាប្រភេទសត្វដែលចូលចិត្តរស់នៅជាហ្វូងហើយហ្វូងធំរហូតដល់100ក្បាលសត្វស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទក្នុងរួមមានព្រៃស្រោងព្រៃពាកកណ្ដាលស្រោងឬព្រៃឫស្សីតំបន់វាលភក់ព្រៃលិចទឹកព្រៃកោងកាងឆ្នេរខ្សាច់និងតាមឆ្នេរកោះជាដើមចំណីរបស់ពួកវាមានក្តាមបង្កងខ្យងខ្ចៅក្រំលៀសងាវសត្វល្អិតផ្លែឈើនិងត្រួយឈើជាដើមសត្វស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹកមានជំនាញហែលទឹកសត្វស្វាក្តាមឈ្មោលអាចហែលទឹកមួយទឹករត់ចម្ងាយ50ម៉ែត្រប្រភេទសត្វនេះស្ទើរតែទូទាំងនៅតំបន់ប្រទេសកម្ពុជាទី7សត្វខ្លាឃ្មុំទូចខ្លាឃ្មុំទូចជាប្រភេទខ្លាឃ្មុំដែលមានមាឌទូចជាងគេនៅលើលោកមានទម្ងន់27គីឡូក្រាមទៅ25គីឡូក្រាមដងខ្លួនគ្របដណ្ដប់ដោយរោមខ្លីក្រាស់ពើខ្មៅរលោងលើកលែងតែផ្ទៃមុខមានរោមពើសនិងឆ្នូតពើលឿងរាងអក្សរ U វាជាសត្វអាចរស់នៅតាមដងព្រៃស្រងព្រៃពាកកណ្ដាលស្រងប្រភេទចំណីរបស់វារួមមានសត្វល្អិតផ្លែឈើរុក្ខជាតិឃ្មុំប្រូតនិងពពួកសត្វកកេរព្រមទាំងសត្វស្លាបដូចជាមន្ត្រីជាដើមរបាយនៃសត្វខ្លាឃ្មុំមានជាមធ្យមនៅភូមិភាគឦសាននិងភូមិភាគខាងជើងនៃប្រទេសកម្ពុជាខ្លាឃ្មុំទូចជាប្រភេទសត្វមានដោយកម្រនៅកម្ពុជានិងត្រូវបានចុះបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់បំផុតនៅលើពិភពលោកទី8សត្វតូចថ្ពិលលឿងតូចថ្ពិលលឿងត្រូវបានគេរកឃើញក្នុងឆ្នាំ2010ដែលមានវត្តមានតាមតំបន់មួយចំនួននៅប្រទេសកម្ពុជានិងឡាវវៀតណាមសត្វតូចថ្ពិលលឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយ2ម៉ែត្រសត្វតូចថ្ពិលលឿងប្រើការស្រែកហៅនេះសម្រាប់តែទំនាក់ទំនងនិងការពារទឹកទីជម្រកនិងស្វែងរកគូដើម្បីបន្តពូជសត្វតូចថ្ពិលលឿងធំពេញវ័យនិងបន្តពូជនៅអាយុ10ឆ្នាំហើយមានកូនជារៀងរាល់3ឆ្នាំទៅ4ឆ្នាំម្ដងពួកវាបរិភោគផ្លែឈើជាអាហារពេលខ្លះស្លឹកឈើផ្កានិងសត្វល្អិតបច្ចុប្បន្នសត្វនេះត្រូវបានចុះបញ្ជីសត្វជិតផុតពូជនៅ IUCN Red List ទី9សត្វប្រើសស្បោប្រើសស្បោជាឋានិកសត្វណាសីស្ថិតនៅក្នុងតកូលប្រើសដែលមានមាឌធំជាងគេនៅលើដងខ្លួននិងមានរោមពើប្រផេះក្រមៅនិងមានរោមញឹកវែងសន្តានជាប្រែងវារកស៊ីនៅពេលយប់និងពេលរលឹមហើយសម្រាកនៅពេលថ្ងៃតាមព្រៃក្រាស់ប្រើសស្បោរស់នៅតាមព្រៃស្រងព្រៃពាកកណ្ដាលស្រងរួមទាំងព្រៃល្បោះប្រើសស្បោចូលចិត្តស៊ីដីច្រាបជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែងហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្នែងអំឡុងខែកក្កដាកញ្ញាសត្វព្រៃប្រភេទនេះមានវត្តមាននៅភូមិភាគខាងជើងនិរដីភូមិភាគឦសាននៃប្រទេសកម្ពុជាប្រើសស្បោប្រភេទសត្វដែលបង្កួននៅកម្ពុជាត្រូវបានចុះបញ្ជីក្រហមក្នុង IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ទី10សត្វសំពោចធំសំពោចធំជាប្រភេទសត្វមុំសាសត្វមាឌតូចត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះជាតិផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN សត្វសំពោចធំមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខាងត្បូងប្រទេសចិននិងឧបទ្វីបប្រទេសម៉ាឡេស៊ីសំពោចធំភាគច្រើនត្រូវបានកត់ត្រានៅតំបន់ដែលមានរយៈកម្ពស់ទាបក្រោម300ម៉ែត្រនៅក្នុងប្រទេសកម្ពុជានិងសំពោចធំភាគច្រើនត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅ
ព្រៃរបស់នៃតំបន់ការពារទេសភាពពងរៀបខាងកើតនិងតំបន់ការពារទេសភាពខ្ពង់រាបខាងជើងកត្តាគំរាមកំហែងចំពោះសត្វសម្ពួចធំមានដូចជាបាត់បង់ទីជម្រកនិងការបរបាញ់សត្វដាក់អន្ទាក់ជាដើមទី11សត្វឆ្មាដាវឆ្មាដាវមានពឿសម្បុរលឿងត្នោតរាយរោមចំណងអុចពើខ្មៅហើយវារងស្ទើរតែគ្រប់ប្រភេទព្រៃនិងព្រៃឈើដាំវាជាសត្វដែលកាចសាហាវចំពោះមនុស្សនិងពូកែហែលទឹកណាស់ឆ្មាដាវមានវត្តមាននៅភូមិភាគឦសាននិងនិរដីប្រទេសកម្ពុជាឆ្មាដាវស្ថិតនៅក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនិងចុះបញ្ជីក្រហមក្នុង IUCN LC ជាប្រភេទសត្វរងគ្រោះថ្នាក់តិចមានតិចតួចបំផុតទី12សត្វស្វាកន្ទុយសស្វាកន្ទុយសប្រមាណ 20,000 ក្បាលមានវត្តមាននៅកម្ពុជាសត្វកម្រជាតិផុតពូជនៅលើពិភពលោកប្រភេទសត្វនេះមានច្រើនជាងគេនៅក្នុងដែនជម្រកសត្វព្រៃកែសីមាខេត្តមណ្ឌលគិរីសត្វស្វាកន្ទុយសត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជាតិផុតពូជនៅលើពិភពលោកតាមទិន្នន័យស្វាកន្ទុយសកម្ពុជាបច្ចុប្បន្នមានចំនួន 20,000 ក្បាលដែលភាគច្រើនរស់នៅក្នុងដែនជម្រកសត្វព្រៃកែសីមាខេត្តមណ្ឌលគិរីមានចំនួន 6.756 ក្រុមដោយមានការអភិរក្សបានល្អនិងការអនុវត្តច្បាប់តឹងរ៉ឹងក្នុងរយៈពេល10ឆ្នាំចុងក្រោយមកនេះចំនួនសត្វស្វាកន្ទុយសនៅកាន់ដែនជម្រកសត្វព្រៃកែសីមាមានស្ថិរភាពល្អប្រសើរទី13សត្វឆ្កែព្រៃ Behold ក្នុងរយៈពេលចុងក្រោយនេះឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញថតរូបបានតាមម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃសង្គោសក្នុងខេត្តពោធិ៍សាត់និងក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីនៅតាមតំបន់ការពារព្រៃធម្មជាតិផ្សេងៗទៀតនេះគឺជាសញ្ញាដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជាដែលជាប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្ដើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួនហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើងជាឆ្កែព្រៃមុំសាសត្វមៀតធំនឹងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វផុតពូជនៅក្នុងបញ្ជីក្រហម IUCN ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោងព្រៃពាក់កណ្ដាលស្រោងនៃព្រៃល្បោះចម្រុះនិងព្រៃល្បាស់ទី14សត្វខ្លាឃ្មុំធំខ្លាឃ្មុំធំថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិខ្លាឃ្មុំធំជាប្រភេទសត្វខ្លាឃ្មុំមានមាឌធំជាងគេក្នុងចំណោមខ្លាឃ្មុំទាំងអស់ក្តងខ្លួនគ្រប់រណ្ដប់ដោយរោមក្រាស់វែងថ្នោតពើថ្នោតនិងឆ្នូតពើលឿងខ្ចីដូចរាងអក្សរ V នៅខាងក្រោមកវាជាសត្វរស់នៅតែឯងនិងចូលចិត្តរស់នៅជាគូនៅពេលរដូវបន្តពូជតែប៉ុណ្ណោះហើយចូលចិត្តរស់នៅតាមតំបន់ពង្រាបតំបន់ព្រៃពាក់កណ្ដាលស្រោងនិងវាលស្មៅក្រាស់ចំណីរបស់វារួមមានឃ្មុំប្រូតឫស្សីសត្វល្អិតរុក្ខជាតិរបាយសត្វខ្លាឃ្មុំធំមានវត្តមាននៅកម្ពុជាព្រៃស្រោងពាក់កណ្ដាលព្រៃស្រោងនៅភូមិភាគនិរដីនិងខេត្តកោះកុងពោធិ៍សាត់ខ្លាឃ្មុំធំស្ថិតនៅក្នុងក្រុមបញ្ជីជាតិផុតពូជនៅកម្ពុជានឹងត្រូវបានចុះបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់បំផុតទី15សត្វកេះមានសម្បុរពើខ្មៅប្រផេះនិងមានរោមវែងស្ដើងផ្នែកខាងលើដងខ្លួនមានសម្បុរខ្មៅនិងផ្នែកខាងក្រោមខាងជើងមានចាប់ពីក្បាលដល់ជង្គង់មានពឺចម្រុះប្រផេះលឿងសត្វកេះមានស្នែងដូចសត្វពពែដោះកងទៅក្រោយបន្តិចវែងប្រហែលជា28 សង់ទីម៉ែត្រពើខ្មៅនិងមានកន្លាកជារង្វង់ផ្នែកគល់ស្នែងវាចូលចិត្តព្រៃភ្នំជ្រលងទាំងថ្មខ្ពស់ដែលមានរបបព្រៃនិងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើនសត្វកេះស្ថិតនៅក្នុងក្រុមប្រភេទដោយកម្រនៅកម្ពុជានឹងត្រូវបានចុះបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនិងជាសត្វដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជាផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់